បងប្អូនគួរតែដូរ password ដាក់ two factor ចឹងកន្លែងដែលបងប្អូនត្រូវធ្វើគឺបងប្អូនអាចជ្រើសរើសវាបានណាតើបងប្អូនចង់ចាក់ជា authentication app ឬក៏ឲ្យគេផ្ញើសារជា SMS តាម WhatsApp ឬក៏ security key ជាដើមណាអញ្ចឹងជំនាប់បន្តមកទៀតកន្លែងនេះគឺ security check up នេះក៏យើងត្រូវតែឆែកមើលវាដែរបាទអញ្ចឹងបងប្អូនចុចនៅលើ profile Facebook យើងមកបាទអញ្ចឹងបងប្អូននឹងឃើញនេះកន្លែងហ្នឹងក៏ជាកន្លែងសំខាន់ដែរបងប្អូនអរគ្នាសិតតែកន្លែងសំខាន់ណាសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតចង់ចែករំលែកដល់បងប្អូនយើងដែលមានបញ្ហា Facebook បិទ account Facebook ឬក៏ disable account Facebook របស់ពួកគាត់ណាព្រោះថាឃើញថ្មីហ្នឹងគឺ Facebook update មកគឺមានការបិទ account Facebook ច្រើនមែនតើខ្ញុំបានឃើញណាអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនរបៀបការពារនិងរបៀបទៅការសេរីការបើកការធ្វើមិនខ្លះដើម្បីកុំឲ្យ Facebook វាបិទ account Facebook របស់យើងអញ្ចឹងណាបងប្អូនគ្នាបាទតែឥឡូវមុននឹងធ្វើការបង្ហាញហ្នឹងសូមបងប្អូនថ្មីកុំភ្លេចជួយចុច like subscribe និងជួយចុច share វីដេអូនេះម្នាក់មួយផងណាបាទឥឡូវបងប្អូនទាំងអស់គ្នាចូលទៅក្នុង Facebook របស់បងប្អូនមកណាខ្ញុំបង្ហាញបងប្អូនរបៀបធ្វើតែយើងគួរធ្វើតាណាខ្លះយើងការពារមិនខ្លះដើម្បីកុំឲ្យ Facebook បិទ account Facebook យើងដោយប្រការណាមួយណាបងប្អូនគ្នាព្រោះថាមានបងប្អូនខ្លះគឺគាត់អត់ដឹងថាមកពីមូលហេតុអីបានទៅស្រាប់តែសុកគឺ Facebook បិទ account គាត់ណាបាទឥឡូវជំហានដំបូងគឺបងប្អូនទាំងអស់គ្នាមកពិនិត្យឈ្មោះឬក៏ដូរឈ្មោះ account Facebook របស់បងប្អូនសិនណាអញ្ចឹងបងប្អូនគួរតែឈប់ប្រើឈ្មោះ fake ឬក៏ឈ្មោះអីផ្សេងដែលបងប្អូនដាក់ណាបងប្អូនគួរតែបដូរឈ្មោះ account Facebook របស់បងប្អូនដាក់ជាឈ្មោះពិតឬក៏ដាក់ដូចទៅនឹងឈ្មោះអត្តសញ្ញាណបានណាបងប្អូនអរគ្នាបាទអាហ្នឹងគឺជំហានទី1ណាអញ្ចឹងបន្ទាប់មកទៀតគឺតាក់ទងជាមួយនឹងព័ត៌មាន profile Facebook យើងបងប្អូនណាអញ្ចឹងតាក់ទងជាមួយនឹង profile ហ្នឹងបងប្អូនចុចមកកន្លែង profile នេះបងប្អូនចុចកន្លែង setting and privacy បាទបន្ទាប់មកទៀតបងប្អូនមកមើលកន្លែង personal detail ណាអញ្ចឹងអានេះគឺជំហានទី2អញ្ចឹងបងប្អូនទាំងអស់គ្នាមកឆែកមើលកន្លែង profile យើងសិនណាកន្លែងនេះចុចលើនឹងមួយបាទបងប្អូនចុចមើលកន្លែងនេះមួយបាទអញ្ចឹងបងប្អូនចាំតិចបាទហើយកន្លែងនេះគឺបងប្អូនចង់ដូរឈ្មោះបងប្អូនដូរដាក់ឈ្មោះពិតរបស់បងប្អូនមកណាបាទអញ្ចឹងបងប្អូនគួរតែឈប់ប្រើឈ្មោះ fake ឬក៏ឈ្មោះคล้ายណាបងប្អូនដូរដាក់ឈ្មោះពិតយើងវិញមកបាទកន្លែងហ្នឹងគឺកន្លែងដូរឈ្មោះណាអញ្ចឹងតាក់ទងមួយទៀតតាក់ទងជាមួយនឹងនេះ password and security បងប្អូនចុចមកកន្លែងហ្នឹងមកបាទអញ្ចឹងចំណុចដែលបងប្អូនត្រូវធ្វើគឺបងប្អូនគួរតែដូរ password ដាក់ two factor អញ្ចឹង password នេះបងប្អូនគួរតែដាក់ password ណាដែលពិបាកហើយមានអក្សរមានលេខនិងលាយនិមិត្តសញ្ញាដើម្បីការពារ password Facebook របស់យើងណាហើយមួយទៀត password ហ្នឹងគឺបងប្អូនមិនគួរអាសាដូរទេណាបងប្អូនទាំងគ្នាតាក់ទងជាមួយនឹងការដូរឈ្មោះញឹកញាប់ដូរ password ញឹកញាប់អីក៏អត់ល្អដែរឥឡូវហ្នឹងណាព្រោះ Facebook update ឥឡូវគឺតឹងរឹងហើយជួយការពារ account Facebook យើងអញ្ចឹងណាព្រោះឥឡូវហ្នឹងគឺមានករណីhack ឬក៏មានបាត់ Facebook អីច្រើនណាអញ្ចឹងកន្លែងនេះចាក់ two factor ក៏បងប្អូនត្រូវចូលមកមើលវាដែរណាបាទអញ្ចឹងបងប្អូនចុចនៅលើនេះមួយមកបាទឥឡូវបងប្អូនវាយ password account Facebook បងប្អូនចូលមកបាទពេលដែលបងប្អូនដាក់ password account Facebook បងប្អូនចូលរួចហើយបងប្អូនចុច continue មួយមកបាទឥឡូវបងប្អូនចាំតិចណាលេខបាទអញ្ចឹងគេនាំផ្ញើលេខកូដទៅ Gmail យើងក៏ទុយនេះ Gmail នេះអញ្ចឹងបងប្អូនទៅមើលលេខកូដក្នុង Gmail ហ្នឹងមកណាអញ្ចឹងឥឡូវខ្ញុំបងប្អូនចុចថយយើងចូលទៅក្នុង Gmail វិញបាទនេះគឺលេខកូដដែល Facebook គេផ្ញើមកមិញណាអញ្ចឹងបងប្អូនចុចនៅលើហ្នឹងមួយបងប្អូនចុច copy វាមួយមកបាទចុច copy បងប្អូនចុចថយចូលផាសបញ្ចូលវាមកណាបាទអញ្ចឹងពេលដែលបងប្អូនវាយលេខកូដហើយគឺកន្លែង two vector ហ្នឹងគឺវានឹងចេញចែណាអញ្ចឹងកន្លែងដែលបងប្អូនត្រូវធ្វើគឺបងប្អូនអាចជ្រើសរើសវាបានណាតើបងប្អូនចង់ចាក់ជា authentication app ឬក៏
ឲ្យគេផ្ញើសារជា SMS តាម WhatsApp ឬក៏ Security Key ជាដើមណាអញ្ចឹងបងប្អូនជ្រើសរើសយកមួយណាក៏បានដែរណាបងប្អូនអរគ្នាគឺវាមានលក្ខណៈវាមានគុណសម្បត្តិផ្សេងគ្នាកន្លែងហ្នឹងណាបងប្អូនគិតថាមួយណាស្រួលបងប្អូនយកអាហ្នឹងមកប៉ុន្តែបើបងប្អូនយកអានេះក៏គេរីខមមិនឲ្យយើងដែរនេះគឺគេរីខមមិនឲ្យយើងយកលើហ្នឹងអញ្ចឹងយើងយកលើហ្នឹងមកបងប្អូនចុចនិចវាមួយមកណាបាទអញ្ចឹងបងប្អូនរងចាំវាបន្តិចទៅបាទអញ្ចឹងពេលដែលបងប្អូនចុចអញ្ចឹងហើយគឺកន្លែងនេះគឺបងប្អូនគួរតែ copy វាទុកឬក៏បងប្អូនអាចមើល scan QR code វាទុកទៅថ្ងៃក្រោយណាអញ្ចឹងបងប្អូនយកផាសវាចូលនៅក្នុង note នៅក្នុង note នេះមកនេះបាទផាសវាចូលក្នុង note មកបាទហើយមួយទៀតគឺកន្លែងយក QR code ណាអញ្ចឹង QR code ហ្នឹងបងប្អូនscreenshot វាទុកមកណាអាហ្នឹងគឺសិតតែជាកន្លែងសំខាន់នៅក្នុង Facebook យើងដើម្បីការពារ Facebook យើងកុំឲ្យគេបិទដោយប្រការណាមួយណាអញ្ចឹងបងប្អូនចុចនេះចុចនិចវាមួយមកបាទហើយកន្លែងនេះគឺគេឲ្យយើងបញ្ចូលកូដ6ខ្ទង់ណាហើយអាកូដ6ខ្ទង់ហ្នឹងដើម្បីបានកូដ6ខ្ទង់ហ្នឹងតើតែយើងទៅ install app មួយសិនណាបងប្អូនអរគ្នានេះ install app authentication app នេះដែលយើងបានជ្រើសរើសយកវាមិញហ្នឹងអញ្ចឹងបងប្អូនចូលទៅក្នុង Play Store សិនណាងន់ចូលទៅក្នុង Play Store រួចហើយបងប្អូន search រកពាក្យកន្លែងauthentication center នេះបងប្អូនចុចមួយហ្នឹងមកអញ្ចឹងវាមានច្រើនណាអញ្ចឹងបងប្អូនយកមួយណាក៏បានដែរកន្លែងហ្នឹងណាឥឡូវយើងយកអាមួយនេះចុះបាទបងប្អូនចុច install វាមួយមកបាទឥឡូវបងប្អូនចាំវា install ពេញសិនទៅចាំយើងទៅមុខទៀតណាបាទឥឡូវវាបាន install ពេញហើយអញ្ចឹងបងប្អូនចុចopen វាមកដើម្បីទៅដំឡើងវាប្រើដើម្បីយើងបានកូដ6ខ្ទង់យកទៅ verify ជាមួយនឹង account Facebook យើងណាបងប្អូនគ្នាអញ្ចឹងយើងជ្រើសរើសយកអង់គ្លេសមកអានេះគឺវាដូចជាអត់ទាន់មានភាសាខ្មែរយើងទេបងប្អូនគ្នាអញ្ចឹងយើងជ្រើសរើសយកអង់គ្លេសរួចហើយបងប្អូនចុចគ្រីសឲ្យលើនេះមួយណានេះចុចគ្រីសនេះចុចគ្រីសវាមួយមកបាទរួចហើយបងប្អូនចុច start វាមកណាគឺវាមាន3 step ទៀតកន្លែងហ្នឹងបាទចុចតាមគេមួយមកបាទបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាចុចកន្លែងadd account now នេះចុចលើហ្នឹងមួយមកបាទចុចវា use បាទអញ្ចឹងកន្លែងនេះគឺបងប្អូនអាចយកអា QR code ដែលខ្ញុំឲ្យបងប្អូន screenshot មុនហ្នឹងបងប្អូនយក QR code ហ្នឹងមកក៏បានឬក៏បងប្អូនអាចមានវិធីផ្សេងក៏បានដែរណាបងប្អូនអរគ្នាឥឡូវខ្ញុំយក QR code ហ្នឹងចុះណាបាទនេះ QR code បងប្អូនបើក select វាមួយមកបាទរួចហើយបងប្អូនចុច yes it good ហ្នឹងមួយមកអញ្ចឹងយើងអានេះយើងគេឲ្យយើង rate ណាតែយើងអត់តាន់ចុចrate វាទេយើងចុចចុចថយវាសិនមកបាទបងប្អូនចាំតិចណាមិញគឺយើងឃើញលេខកូដហើយណាបងប្អូនអរគ្នានេះបងប្អូនឃើញហ៎អញ្ចឹងលេខកូដវាគឺវាមានរយៈពេលប្រមាណវិនាទីអញ្ចឹងបងប្អូនយកលេខកូដហ្នឹងយកទៅផាសចូលក្នុង Facebook ឲ្យលឿនតែបងប្អូនផាសអត់តាន់ទេគឺវាដូរលេខថ្មីកន្លែងហ្នឹងណាបាទចុចនិចវាមួយមកបាទអញ្ចឹងបងប្អូនឃើញកន្លែងនេះគឺគេដាក់ថា two vector authentication is on នេះអញ្ចឹងបងប្អូនចុចដានខាងក្រៅនេះមួយមកបាទអញ្ចឹងពេលដែលបងប្អូនចាក់កន្លែងហ្នឹងរួចហើយគឺវានឹងលោតមុខងារផ្សេងទៀតឲ្យយើងធ្វើទៀតណាបងប្អូនអរគ្នាហើយចំណុចមួយទៀតកន្លែងនេះគឺ Trust Device នេះគឺកន្លែងសំខាន់ដែរដែលយើងត្រូវចូលមើលថាតើ Facebook យើងហ្នឹងគឺធ្លាប់មាន device ធ្លាប់មានទូរស័ព្ទឬក៏កុំព្យូទ័រនៅណានៅខ្លះដែលធ្លាប់ log ចូលជាមួយនឹង account Facebook ហ្នឹងគឺវានឹងបង្ហាញកន្លែងហ្នឹងទាំងអស់ណាបើសិនបើករណីបងប្អូនចូលមកឆែកឃើញថាមាន device ឬក៏មានអីកន្លែងណាមួយដែល log ចូលខុសប្រក្រតីដែលបងប្អូនសង្ស័យថាមិនមែនជារបស់បងប្អូនហ្នឹងគឺអាចមានគេ hack ចូល account ឬក៏មានគេចូលលេ account Facebook ជាងអញ្ចឹងបងប្អូនអាចធ្វើការ remove ឬក៏ ban វាចេញបានកន្លែងហ្នឹងណាបាទបន្តមកទៀតគឺកន្លែងGmail នេះណាហើយកន្លែង email ហ្នឹងបើសិនមកបងប្អូនប្រើ Gmail ដែលបងប្អូនបង្កើត Facebook ហើយស្រាប់តែបងប្អូនដូរដាក់ Gmail ផ្សេងអាសាដូរពេកក៏អត់ល្អដែរកន្លែងហ្នឹងណាអញ្ចឹងបងប្អូនដែលប្រើ Gmail មួយបង្កើត Facebook មួយហ្នឹងគួរតែប្រើ Gmail ហ្នឹង
សម្រាប់ Facebook មួយហ្នឹងណាបងប្អូនគ្នាចឹងជំនួបបន្តមកទៀតកន្លែងនេះគឺ security check up នេះក៏យើងត្រូវតែឆែកមើលវាដែរបាទអញ្ចឹងបងប្អូនចុចនៅលើ profile Facebook យើងមកបាទអញ្ចឹងបងប្អូននឹងឃើញនេះកន្លែងហ្នឹងក៏ជាកន្លែងសំខាន់ដែរបងប្អូនគ្នាសិតតែកន្លែងសំខាន់ណាអញ្ចឹងបងប្អូនត្រូវមើលវាអញ្ចឹងត្រូវឲ្យវាចេញគ្រីសអញ្ចឹងណាបើសិនបើចេញសញ្ញាអញ្ចឹងបានន័យថា Facebook របស់យើងហ្នឹងគឺមិនតាន់ត្រឹមត្រូវមិនតាន់សុវត្ថិភាពទេគេដាក់ recommend អញ្ចឹងគឺបានន័យថាគេចង់ប្រាប់យើងឲ្យយើងបំពេញទាំង3 step ហ្នឹងសិនណាបងប្អូនគ្នាព្រោះថាបើវានៅអញ្ចឹងគឺអាចប្រឈមមុខនឹងការគេ disable account យើងណាអញ្ចឹងបងប្អូនត្រូវចុចធ្វើវាទាំងអស់មកកន្លែងហ្នឹងបាទអញ្ចឹងបងប្អូនចុចមកគឺគេនៅបង្ហាញនេះតាក់ទងជាមួយនឹងGmail លេខទូរស័ព្ទដែលយើងប្រើឬក៏ភ្ជាប់ជាមួយនឹងFacebook មួយហ្នឹងណាអញ្ចឹងឧទាហរណ៍ថាបងប្អូនដាក់ Gmail ច្រើននៅក្នុង account មួយហ្នឹងក៏វាប្រាប់យើងដែរគេឲ្យគេចង់ឲ្យយើងជ្រើសរើស Gmail មួយណាលេខទូរស័ព្ទមួយណាដែលយើងបានប្រើក្នុង account Facebook មួយហ្នឹងពិតប្រាកដណាបងប្អូនគ្នាអញ្ចឹងបងប្អូនចុចនៅលើហ្នឹងជ្រើសរើសវាមកចុចបាទបងប្អូនចុចដូរដាក់បិទវាមកណាបាទអញ្ចឹងបងប្អូនកន្លែងហ្នឹងបងប្អូនគួរតែបដូរវាយកដាក់ on limit អញ្ចឹងហើយណាបើវានៅជាប់កន្លែង public បងប្អូនដូរយកដាក់ on limit ដូចខ្ញុំអញ្ចឹងមកដើម្បីកុំឲ្យគេឃើញក្រៅពីយើងណាបងប្អូនគ្នាបាទអញ្ចឹងពេលដែលយើងធ្វើរួចអញ្ចឹងបងឃើញកន្លែងនេះគឺវាចេញគ្រីសឲ្យយើងឯណាអញ្ចឹងកន្លែង create passkey នេះក៏យើងត្រូវធ្វើវាដែរបាទអញ្ចឹងវាដាក់ something went wrong ដែរគឺអត់ដឹងថាមានបញ្ហាអីដែរបងប្អូនគ្នាអញ្ចឹងយើងចុចកន្លែង review វា login នេះមួយទៀតបាទអញ្ចឹងកន្លែងនេះគឺគេចង់សួរយើងតាក់ទងជាមួយនឹង device ណាខ្លះដែលបាន log ចូលជាមួយនឹង account Facebook យើងណាគេគ្រាន់សួរការពារយើងខ្លាចលោមានអ្នកផ្សេងចូលលេង account យើងឬក៏ hack ចូល account យើងមិនគេសួរបញ្ជាក់យើងគេចង់ឲ្យយើងធ្វើកន្លែងហ្នឹងដើម្បីឲ្យ Facebook គេដឹងថា device មួយណាពិតប្រាកដសម្រាប់ account យើងណាអញ្ចឹងបងប្អូនជ្រើសរើសយកនេះមកអានេះគឺជា device របស់ខ្ញុំពិតប្រាកដណាអញ្ចឹងបងប្អូនចុច this device នេះមកក៏បានជ្រើសរើសវាមួយសិនបងប្អូនចុច select វាមកបងប្អូនជ្រើសរើសទាំងអស់ក៏បានដែរណាព្រោះនេះ device ខ្ញុំតែមួយទេបាទអញ្ចឹងខ្ញុំគ្រីសលើវាទាំងអស់អញ្ចឹងបាទចេញនេះចេញគ្រីស3ហើយអញ្ចឹងកន្លែង create passkey នេះកន្លែង create passkey នេះគឺវាតាក់ទងជាមួយនឹងការ scan មេដៃ scan អីចឹងណាបងប្អូនគ្នា scan មុខ scan អីចឹងប្រហែលជាអត់បានគឺប្រហែលជាដោយសារតែខ្ញុំកំពុងតែ record video បានវាអត់កន្លែង create passkey នឹងអត់បានចឹងណាបងប្អូនគ្នាអញ្ចឹងបើបងប្អូនធ្វើធម្មតាប្រហែលជាបានណាព្រោះកន្លែងនេះគឺវាតាក់ទងជាមួយនឹងការ scan មុខ scan អីចឹងខ្ញុំកំពុងតែ record ចឹងបើកអត់បានទេបងប្អូនគ្នាបាទអញ្ចឹងកន្លែងនេះគឺវាអត់មានអីទេបងប្អូនគ្នាគឺវានៅតែមួយ step នេះដែលខ្ញុំធ្វើអត់តាន់បានដោយសារតែខ្ញុំកំពុងតែ record video ណាអញ្ចឹងខ្ញុំចុចថយវាមួយសិនបាទអានេះគឺចំណុចទី3ណាបងប្អូនគ្នាបាទចំណុចទី4គឺតាក់ទងជាមួយនឹងអានេះគឺ meta verify នេះអានេះគឺជាចំណុចសំខាន់ដែលគេតម្រូវឲ្យបងប្អូនតើតែមានអានឹងមួយទៀតក៏ល្អដែរណាបងប្អូនគ្នាអញ្ចឹងគេចង់ឲ្យយើងblue tick នេះblue tick ហ្នឹងគឺតើតែយើងចំណាយលុយណាបងប្អូនគ្នាប៉ុន្តែបើយើងអត់មានលុយគឺមានតែតាមតាណាហ្នឹងឯណាបងប្អូនគ្នាបាទហ្នឹងគឺចំណុចទី4ណាបាទហើយចំណុចទី5គឺតាក់ទងជាមួយនឹងកន្លែង personal detail នេះអញ្ចឹងបងចុចលើហ្នឹងមួយកន្លែងហ្នឹងក៏ជាកន្លែងសំខាន់បន្ទាប់មួយទៀតគឺតាក់ទងជាមួយនឹងថ្ងៃខែឆ្នាំកំណើតណាអញ្ចឹងសម្រាប់បងប្អូនដែលការបង្កើត Facebook ដំបូងគឺដាក់ថ្ងៃខែឆ្នាំកំណើតคล้ายឬក៏ដាក់មិនត្រឹមត្រូវអីបងប្អូនគួរតែចូលមកដូរឲ្យមកណាបាទអញ្ចឹងនៅក្នុងថ្ងៃខែឆ្នាំកំណើតខ្ញុំនេះក៏ខ្ញុំដាក់ខុសដែរណាអញ្ចឹងយើងគួរតែចូលវាមកដូរឲ្យមកអញ្ចឹងរបស់ខ្ញុំនេះនៅទាំងឈ្មោះនៅទាំងថ្ងៃខែឆ្នាំកំណើតណាអញ្ចឹងតើមិនស្រួលគឺអាចនឹង Facebook គេបិទដែរណាអញ្ចឹងយើងគួរតែចូលមកធ្វើវាឲ្យមកបាទអញ្ចឹងបងប្អូនចុចដូរវាមក
បាទហើយកន្លែងដូរថ្ងៃខែឆ្នាំកំណើតខ្ញុំនេះគឺវាបិទលែងឲ្យខ្ញុំចូលដូរទៀតទេព្រោះខ្ញុំទើបតែដូរមួយអាទិត្យពីរអាទិត្យមុនណាបងប្អូនគ្នាគឺវាដាក់នេះ DE limit គឺគេថាខ្ញុំហ្នឹងគឺដូរច្រើនដងពេកអញ្ចឹងគឺគេឲ្យតាក់ទងទៅខាងគេទៀតបើសិនបើយើងចង់ដូរណាអញ្ចឹងវីដេអូនេះគឺខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងសិនចុះណាបងប្អូនអរគ្នាកុំឲ្យវីដេអូវាវែងពេកបើថាមានអីអាប់ដេតថ្មីបន្ថែមទៀតចាំខ្ញុំធ្វើវីដេអូចែកម្លែកបងប្អូនអរគ្នាណាអញ្ចឹងខ្ញុំសូមប្រាប់បងប្អូនត្រួសប៉ុណ្ណឹងសិនចុះកុំឲ្យវីដេអូវែងពេកកុំឲ្យបងប្អូនពិបាកចាំណាព្រោះថាធ្វើវីដេអូវែងពេកបងប្អូនថាច្រើនពេកចាំអត់អស់អញ្ចឹងគឺសូមបញ្ចប់ប៉ុណ្ណឹងសិនចុះណាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាចូលបងប្អូនពេញចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like subscribe និង share ចែកម្លែកម្នាក់មួយផងណាអញ្ចឹងយើងរងចាំវីដេអូអាប់ដេតថ្មីទៀតបើមានអីប្លែកចាំខ្ញុំធ្វើវីដេអូប្រាប់បងប្អូនទាំងអស់គ្នាណាអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូថ្មីទៀតសូមអរគុណ